ទាំងអស់គ្នាក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីភាពខុសគ្នានៃរូបមន្ត count និងរូបមន្ត count if បាទគឺយើងប្រើសម្រាប់រាប់បាទរូបមន្ត count នេះយើងរាប់ដោយអត់មានលក្ខខណ្ឌហើយរូបមន្ត count if នេះគឺប្រើប្រាស់សម្រាប់រាប់ចំនួនដោយមានលក្ខខណ្ឌបាទឧទាហរណ៍ទៅ count នេះបាទ count នេះគឺយើងរាប់ប្រើរាប់ចំនួនអញ្ចឹងរាប់វាអត់មានលក្ខខណ្ឌហើយវារាប់ទាំងអស់បាទមានប្រមាណរាប់ប៉ុណ្ណឹងតែតើ count if នេះយើងរាប់ឧទាហរណ៍ថាយើងមានប្រភេទបាទយើងមានប្រភេទច្រើនហ្នឹងទៅយើងចង់រាប់តប្រភេទ fruit បន្លែឬក៏យើងចង់រាប់ត vegetable បន្លែឬក៏ផ្លែឈើអញ្ចឹងទៅបាទយើងចង់រាប់ប្រភេទណាមួយដែលយើងចង់បានណាបាទអូខេអញ្ចឹងដំបូងខ្ញុំសូមលុបចេញទាំងសិនណាបាទខ្ញុំសូមលុបចេញសិនអញ្ចឹងខ្ញុំនឹងគណនាសារថ្មីបាទអញ្ចឹងទៅតង់ count នេះគឺរាប់ចំនួនមានប្រមាណរាប់ទាំងអស់បាទអញ្ចឹងយើងដាក់សញ្ញាស្មើ count មកបាទរូបមន្ត count ហ្នឹងហើយយើងចុចលើវាមកហើយយើង select អញ្ចឹង count នេះគឺយើងរាប់ទៅលើតម្លៃលេខយើងអាចរាប់ទៅលើអក្សរបានទេណាយើងរាប់ទៅលើលេខនេះ value នេះតម្លៃទី1តម្លៃទី2អញ្ចឹងយើង select លើវាទាំងអស់អញ្ចឹងមកអញ្ចឹងពេលខ្ញុំបិទវងកញ្ចក់ enter មកវាចេញ5អីឃើញបាទអញ្ចឹងតម្លៃរបស់យើង1 2 3 4 5បាទអញ្ចឹងវារាប់5តែតើ count if បាទ count if គឺរាប់ដោយមានលក្ខខណ្ឌឧទាហរណ៍ខ្ញុំចង់រាប់ fruit មានប៉ុន្មានអញ្ចឹងខ្ញុំដាក់ស្មើមកស្មើ count if បាទរាប់ដោយមានលក្ខខណ្ឌហើយយើង select លើប្រភេទទាំងអស់សិនបាទមានប្រមាណ select ទាំងអស់បាទ select លើប្រភេទទាំងអស់ក៏វា1ដាក់យើងដាក់សញ្ញាថ្មីកណ្ដុរ C បូកមួយសញ្ញាថ្មីកណ្ដុរមកបាទចុច2ដងហើយបន្តមកទៀតយើងយកពាក្យដែលយើងចង់បានឥឡូវខ្ញុំចង់រាប់ fruit ខ្ញុំ copy ពាក្យ fruit មកប៉ុន្តែ fruit ហ្នឹងត្រូវទៅសេឲ្យដូចនៅក្នុងតារាងរបស់យើងណាហើយខ្ញុំយកពាក្យ fruit ដាក់កន្លែងហ្នឹងមកបាទអញ្ចឹងរាប់ fruit អញ្ចឹង fruit មានប៉ុន្មានអញ្ចឹងបន្តវងកញ្ចក់ enter មកបាទ fruit មាន2អញ្ចឹងយើងរាប់មើល1 2បាទតើតើបន្លែ vegetable រាប់បាទអានេះតម្លៃចំនួនមានតិចយើងមើលទៅយើងអាចរាប់ទាំងប៉ុន្តែកាលណាចំនួនមានច្រើនយើងរាប់អត់ដឹងហើយយើងទៅការប្រើប្រាស់រូបមន្តណាបាទនេះយើង select ទាំងអស់ដូចមិញដែរមក copy 1ដាក់សញ្ញាពេញ double quote ហើយយើង copy តម្លៃដែលយើងចង់បាន vegetable បន្លែហ្នឹងហើយយើងត្រូវតែសេដូចគ្នាអក្សរធំអក្សរតូចសេដូចគ្នាណាហើយខ្ញុំយកពាក្យ vegetable ហ្នឹងមកដាក់នៅកន្លែងដែលយើងចង់រាប់ហ្នឹងមកបាទអញ្ចឹង enter មកអញ្ចឹង fruit មាន2បាទ1 2ហើយ vegetable បន្លែមាន3 2 3អញ្ចឹងខ្ញុំចង់ដូរបាទឥឡូវថាខ្ញុំចង់ដូរនេះវិញហ្នឹងហើយខ្ញុំ copy មកខ្ញុំដូរកន្លែងនេះខ្ញុំដាក់ fruit វិញអញ្ចឹងតម្លៃវានឹងដូរឃើញទេនេះអញ្ចឹងវីដេអូថា fruit មាន3បន្លែមាន2វិញបាទអូខេហ្នឹងគឺជាភាពខុសគ្នានៃការប្រើប្រាស់រូបមន្ត count និង count if បាទសូមអរគុណហើយអ្នកទាំងគ្នាមានចម្ងល់រូបមន្តផ្សេងៗទៀតអាច comment សួរបានបាទ